បងប្អូនដែលចូលចិត្តញ៉ាំកាទៀវឬក៏បាញ់កាញ់តែចង់ធ្វើស៊ុបខ្លួនឯងងាយៗលឿនៗបងប្អូនអាចសាកល្បងតាមវិធីខ្ញុំនេះបានដំបូងឡើយខ្ញុំដាំទឹកស្រោះជាមួយនឹងជើងជ្រូកឬក៏ឆ្អឹងជ្រូកដែលខ្ញុំមានហ្នឹងស្រោះឲ្យវាបាត់ឆ្អាបបងឲ្យវាស្រស់ឈាមល្អខ្ញុំស្រោះប្រហែលជាខ្ទង់2ទៅ3នាទីខ្ញុំស្រង់ចេញចំណែកគ្រឿងក្រើដែលធ្វើឲ្យទឹកស៊ុបយើងកាន់តែឈ្ងុយនោះគឺខ្ញុំបានកាត់ជាមួយនឹងខ្ទឹមបារាំងខ្ទឹមសដែងស្លឹកក្រូចខ្ញុំយកមកលីងវាអញ្ចឹងណាបងអញ្ចឹងបន្ទាប់ពីគ្រឿងក្រើយើងបានគ្រប់សពអស់ហើយខ្ញុំបន្ថែមជាមួយនឹងទឹករសជាតិសញ្ញារូបពូចុងភៅដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់ហើយយើងអត់ហត់ថែមគ្រឿងក្រើអីផ្សេងៗទៀតទេសម្រាប់ស៊ុបបាញ់កាញ់ខ្ញុំបន្ថែមជាមួយនឹងការ៉ុតប្រហិតសាច់គោបងប្អូនហើយខ្ញុំមានយីហឺដែរក្នុងនឹងបន្ទាប់ពីខ្ញុំធ្វើការដាំទឹកពុះហើយខ្ញុំដាក់គ្រឿងក្រើដែលខ្ញុំបានលីងមិញហ្នឹងចូលទាំងអស់ហើយខ្ញុំដាក់ទឹករសជាតិសញ្ញារូបពូចុងភៅចូលទឹកស៊ុបខ្ញុំរាងច្រើនដែរអញ្ចឹងខ្ញុំបន្ថែមទឹករសជាតិកន្លះវែងទៀតជាធម្មតាដើម្បីឲ្យបានពណ៌ទឹកស៊ុបស្អាតរាល់ដងខ្ញុំត្រូវក្លោចស្ករជាមួយខ្ទឹមបំពងអញ្ចឹងណាប៉ុន្តែបន្ទាប់ពីខ្ញុំមានទឹករសជាតិសញ្ញារូបពូចុងភៅខ្ញុំអត់ពិបាកបំពងខ្ទឹមបំពងស្ករទៀតទេហើយស្រួលមិនស្រួលអាចក្លោចល្វីងទៀតណាបងប្អូនអញ្ចឹងខ្ញុំគិតថាម៉ាក់ទាំងអស់គ្នាគួរតែមានម្នាក់ម្ដងនៅផ្ទះបើខ្ញុំវិញមានសឹងគ្រប់រសជាតិអស់ហើយមានតាំងពីប្រឡាក់ឆាស្ងោរឥឡូវដល់រសជាតិសម្រាប់ធ្វើស៊ុបទៀតហើយក្នុងម្ដងអញ្ចឹងយើងមានច្រើនជម្រើសដូចជាសម្រាប់ប្រឡាក់អញ្ចឹងមិនមែនសម្រាប់តែប្រឡាក់មកទេយើងអាចយកទៅឆាបានទៀតហើយបើសម្រាប់ដបពណ៌បៃតងនេះវិញខ្ញុំអាចយកទៅស្លម្ជូរយកមកធ្វើទឹកស៊ុបបានច្រើនយ៉ាងណាបងគឺមានសរសេររបៀបប្រើនិងមុខម្ហូបដែលយើងអាចប្រើប្រាស់បានហ្នឹងគឺនៅក្នុងដបនឹងសរសេរប្រាប់តាមហ្នឹងអញ្ចឹងណាបងបកមកទឹកស៊ុបយើងវិញបន្ទាប់ពីខ្ញុំធ្វើការស្រោះបាញ់កាញ់ជាមួយនឹងសណ្តែកហើយខ្ញុំដួសទឹកស៊ុបដាក់ចូលដោយសារតែទឹកស៊ុបខ្ញុំនៅក្តៅអញ្ចឹងខ្ញុំមិនបាច់ចាំដាក់លើចក្រានម្ដងទៀតទេធ្វើស៊ុបរាល់ដងអាចចំណាយពេលរងាស់ឆ្អឹងយូរមែនទែនដើម្បីបានជាតិប៉ុន្តែមានទឹករសជាតិសញ្ញារូបពូចុងភៅគឺជាតិមកឆ្ងាញ់ហ្មងគ្រាន់តែបងប្អូនរងាស់ឆ្អឹងឬក៏សាច់យើងឲ្យផុយហ្នឹងគឺអូខេហើយអញ្ចឹងបងកុំភ្លេចគាំទ្រផលិតផលខ្មែរទាំងអស់គ្នាណា